សូមអនុញ្ញាតគោរពនិងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរបាទអរគុណហើយនៅក្នុងពេលនេះបាទយើងខ្ញុំក៏វិលមកជួបនឹងបងប្អូនសាជាថ្មីហើយក៏នាំយកទៅនឹងអត្ថប្រយោជន៍នៃក្របត្នោតបាទដែលបងប្អូនយើងធ្លាប់ស្គាល់ហើយផ្លែត្នោតហើយចំពោះអត្ថប្រយោជន៍នេះគឺបងប្អូនខ្លះក៏គាត់ដឹងបងប្អូនខ្លះក៏គាត់មិនដឹងហើយចំពោះអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏បានដកស្រង់ចេញពីបាទគេហទំព័រកាសែតកោះសន្តិភាពដើម្បីចែករំលែកបន្តទៅដល់បងប្អូនដែលនិយមតាមដានស្ដាប់ក៏ដូចជាទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំបាទហើយមួយវិញទៀតយើងខ្ញុំក៏បញ្ជាក់ជូនទៅដល់បងប្អូនផងដែរថាបាទយើងខ្ញុំមិនមែនជាគ្រូពេទ្យទេគ្រាន់តែថាដកស្រង់អត្ថបទបាទពីគេហទំព័រផ្សេងដើម្បីយកមកជាចែករំលែកបន្តទៅដល់បងប្អូនបាទដើម្បីឲ្យបានដឹងបន្តដឹងបន្ថែមអញ្ចឹងណាបាទអរគុណហើយចំពោះអត្ថប្រយោជន៍នៃក្របត្នោតនេះគឺជួយទៅដល់សុខភាពបាទទៅដល់បងប្អូនយើងដែលគាត់មានតម្រូវការចំពោះទឹកត្នោតដែលគេយកនៅក្នុងពេលព្រឹកមានរសជាតិផ្អែមឆ្ងាញ់និងគ្មានជាតិអាល់កុលនៅពេលដែលឡើងមេវាមានរសជាតិនិងคล้ายជាភេសជ្ជៈដែលមានជាតិអាល់កុលឬមានឈ្មោះថាទឹកត្នោតជូរចំណែកឯក្របត្នោតមានជាតិស្ករប្រូតេអ៊ីនកាបូអ៊ីដ្រាតអាស៊ីតអាមីណូវីតាមីន C ផ្សិតប៉ូតាស្យូមសង្កសីម៉ាញ៉េស្យូមជាតិដែកវីតាមីន B1 B2 B3 និង B6ទាំងនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ក្របត្នោតចំពោះរាងកាយរបស់យើងចំណុចទី1ធ្វើឲ្យសុខភាពភ្នែកមានភាពប្រសើរឡើងក្របត្នោតមានវីតាមីន C ដែលជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មហើយក៏មាននៅក្នុងផ្លែឈើនិងបន្លែមួយចំនួនផងដែរវីតាមីន B1 ឬថៃមីនដែលមាននៅក្នុងក្របត្នោតគឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យគំហើញរបស់អ្នកមានភាពប្រសើរឡើងចំណុចទី2ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងការទទួលទានទឹកត្នោតក្នុងកម្រិតមធ្យមអាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូងដូចជាជំងឺខ្សោយបេះដូងវាមានសារធាតុប៉ូតាស្យូមដែលធ្វើឲ្យមុខងារបេះដូងមានភាពប្រសើរឡើងនិងកាត់បន្ថយជំងឺលើសឈាមចំណុចទី3ប្រឆាំងជំងឺមហារីកក្របត្នោតមានវីតាមីន B2 ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងជំងឺមហារីកបណ្ដាលមកពីពពួករ៉ាឌីកាល់សេរីចំណុចទី4ពង្រឹងសុខភាពសក់ក្រចកនិងស្បែកជាតិដែកនិងវីតាមីន B ដែលមាននៅក្នុងក្របត្នោតជួយពង្រឹងសុខភាពស្បែកសក់និងក្រចកវាជួយក្នុងការព្យាបាលដោយជួសជុលជាលិកានិងបង្កើនកោសិកាដែលមានសុខភាពល្អឡើងវិញស្ត្រីអាចបរិភោគគ្រាប់ត្នោតក្នុងបរិមាណតិចតួចដើម្បីធ្វើឲ្យស្បែករបស់ពួកគេមានភាពទន់ភ្លឺរលោងចំណុចទី5ជំរុញការបញ្ចេញទឹកដោះនៅតំបន់ភាគច្រើននៃទ្វីបអាហ្វ្រិកគ្រាប់ត្នោតត្រូវបានប្រើដោយគ្រូបុរាណដើម្បីបង្កើនការផលិតទឹកដោះវាក៏ត្រូវបានប្រើប្រាស់ដោយប្រជាជនទូទៅដើម្បីពង្រឹងសុខភាពទូទៅរបស់ពួកគេនិងទប់ស្កាត់ជំងឺផ្សេងៗបាទអស់លោកស្រីបាទនេះគឺជាអត្ថប្រយោជន៍នៃក្របត្នោតបាទដែលបងប្អូនយើងខ្លះក៏គាត់ដឹងបងប្អូនខ្លះគឺមិនដឹងប៉ុន្តែចំពោះត្នោតគឺវាមានអត្ថប្រយោជន៍បាទច្រើនបាទសម្រាប់បងប្អូនយើងដែលគាត់មានតម្រូវការណាមិនថាក្របមិនថាសាច់មិនថាទឹកត្នោតមិនថាដើមត្នោតមិនថាស្លឹកត្នោតទេគឺមានអត្ថប្រយោជន៍ច្រើនណាស់បាទចំពោះត្នោតមួយមុខនេះបាទហើយនេះគ្រាន់តែយើងខ្ញុំលើកយកតាក់ទងទៅនឹងក្របត្នោតទេដើម្បីយកមកជំរាបជូនចែករំលែកបន្តទៅដល់បងប្អូនយើងដែលនិយមតាមដានស្ដាប់នៅក្នុងchannel របស់យើងខ្ញុំណាហើយចំពោះអត្ថបទមួយនេះបាទយើងខ្ញុំបានដកស្រង់ចេញពីគេហទំព័រកាសែតកោះសន្តិភាពបាទដើម្បីយកមកចែករំលែកបន្តទៅដល់បងប្អូនហើយមួយវិញទៀតក៏ជំរាបជូនទៅដល់បងប្អូនដែរថាបាទយើងខ្ញុំបាទមិនមែនជាគ្រូពេទ្យទេគ្រាន់តែដកស្រង់អត្ថបទចែករំលែកទៅដល់បងប្អូនបន្តដើម្បីឲ្យបងប្អូនបានដឹងតែប៉ុណ្ណោះបាទហើយចំពោះអត្ថបទសុខភាពមួយនេះបាទយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយក៏សូមអធិស្ឋានចំពោះបងប្អូនផងដែរប្រសិនបើមានការខុសឆ្គងឬក៏លើសលួសត្រង់ចំណុចណាមួយហើយមួយវិញទៀត
បើសិនជាបងប្អូនបាទតាមដានទស្សនាវីដេអូតាមដានស្ដាប់ជាមួយនឹង channel របស់យើងខ្ញុំហើយមិនតាន់បានចូលរួមជួយចុច Subscribe បាទអញ្ចឹងបងប្អូនចូលរួមជួយចុចម្នាក់មួយរួចហើយឈានទៅចុចរូបកណ្ដឹងមួយទៀតដើម្បីទទួលបានវីដេអូថ្មីមុនគេពី channel របស់យើងខ្ញុំបាទអរគុណហើយក៏សូមគោរពជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា